គ្រីស្ទបរិស័ទនៅជុំវិញពិភពលោកត្រូវបានត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវក៏ប៉ុន្តែវាមានឧបសគ្គជាច្រើនវាពិតជាពិបាកណាស់គ្រីស្ទបរិស័ទគ្រប់រូបរួមទាំងអ្នកដឹកនាំក្រុមជំនុំត្រូវការជំនួយក្នុងការរីកលូតលាស់ឡើងជាសិស្សរបស់ព្រះយេស៊ូវហើយរស់នៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះ TEE គឺជាវិធីសាស្ត្រសិក្សាព្រះបន្ទូលរបស់ព្រះអស់មួយជីវិតភាពជាសិស្សរបស់ព្រះយេស៊ូវជាប្រចាំថ្ងៃរហូតពេញមួយជីវិតពួកគេអាចសិក្សាជាមួយគ្នានៅកន្លែងរបស់ពួកគេនៅពេលដែលពួកគេទំនេរដោយមិនបានបោះបង់ការងារប្រចាំថ្ងៃរបស់ពួកគេហើយអនុវត្តអ្វីដែលពួកគេបានរៀនភ្លាមៗនោះតែម្ដង TEE គឺសម្រាប់គ្រីស្ទបរិស័ទទាំងអស់រួមទាំងអ្នកដឹកនាំក្រុមជំនុំផងដែរកម្មវិធីសិក្សាគឺធ្វើឡើងតាមវិធីសាស្ត្រទាំង3តាមដំណើរវិលទៅមកជាដដែលគឺការសិក្សាផ្ទាល់ខ្លួនការជួបជុំក្រុមសិក្សានិងការអនុវត្តជាក់ស្ដែងនេះជារបៀបសិក្សាដែលអ្នកអាចធ្វើបានទី1អ្នកត្រូវបំពេញកិច្ចការជាមួយនឹងសៀវភៅសិក្សា TEE ឬតាមរយៈប្រព័ន្ធ Digital នៃអេក្រង់ផ្សេងៗអ្នកសិក្សាបទគម្ពីររួចឆ្លើយសំណួរដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនិងបញ្ហាប្រឈមរបស់អ្នកគិតអំពីរបៀបដែលព្រះគម្ពីរផ្សារភ្ជាប់ទៅនឹងជីវិតអ្នកនេះហើយជាការសិក្សា TEE ផ្ទាល់ខ្លួនរបស់អ្នកទី2អ្នកត្រូវសិក្សាជាក្រុមដោយជួបជាមួយអ្នកដទៃទៀតវានឹងមិនមានការអធិប្បាយឬការបង្រៀនច្រើននោះទេអ្នកនាំមុខក្រុមសិក្សាដែលបានទទួលការបណ្ដុះបណ្ដាលប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើការសួរសំណួរអ្នករៀនពីគ្នាទៅវិញទៅមកតើព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលពីអ្វីតើព្រះអង្គកំពុងតែសួរពីអ្វីនេះហើយជាក្រុមសិក្សា TEE របស់អ្នកទី3អ្នកបង្វែរការរៀនសូត្ររបស់អ្នកទៅជាសកម្មភាពអ្វីដែលអ្នកអាចធ្វើបានបំពេញតម្រូវការនិយាយជាមួយនរណាម្នាក់ស្ដាប់នរណាម្នាក់ដោយផ្ទាល់ខ្លួនឬជាក្រុមអ្នកកំពុងបានចូលរួមបម្រើព្រះនៅក្នុងក្រុមជំនុំរបស់អ្នកនៅក្នុងសហគមន៍របស់អ្នកនេះហើយជាការអនុវត្តជាក់ស្ដែង TEE របស់អ្នករៀងរាល់សប្តាហ៍ដំណើរការនៃវិធីសាស្ត្រទាំង3បែបនេះធ្វើឡើងដដែលការសិក្សាផ្ទាល់ខ្លួននៅផ្ទះការសិក្សាជាក្រុមនិងការអនុវត្តជាក់ស្ដែងវានឹងក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកនឹងលូតលាស់ឡើងក្នុងកិច្ចការបម្រើព្រះក្នុងការបំពេញបេសកកម្មនិងក្នុងភាពជាអ្នកដឹកនាំកម្មវិធីសិក្សា TEE គឺងាយស្រួលទទួលយកបាននិងមានតម្លៃសមរម្យដែលមានជាច្រើនភាសានិងមានកម្រិតសិក្សាផ្សេងៗគ្នាវាជួយក្រុមជំនុំក្នុងការបំពាក់បំពន់អ្នកជឿទាំងអស់ជាមួយនឹងព្រះបន្ទូលរបស់ព្រះវាអាចជំរុញឲ្យអ្នកជឿពីអ្នកទទួលដែលអសកម្មឲ្យរីកចម្រើនទៅជាសិស្សព្រះយេស៊ូវជាអំបិលនិងពន្លឺនៅកន្លែងដែលពួកគេរស់នៅដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័រ www.teecambodia.org ឬធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ